បងតោះនេះខាងមុខខ្ញុំនេះជាប្រភេទរថយន្ត Mazda CX-5 បាទដែលយើងទើបតែនាំចូលជាមួយនឹង stock ថ្មីក្តៅផ្ទាល់តែម្ដងណាបងតោះនេះហើយតាក់ទងជាមួយនឹងការ design ក៏ដូចជារូបរាងគឺស្អាតមែនទែនបាទបងតោះនេះអាចមើលជាក់ស្ដែងបានហើយជាមួយនឹងភ្លើងចង្កៀងប្រភេទ LED ដែលមានជាមួយនឹងបាទមុខងារ daytime running light បាទគេ design មកជាអក្សរ J2 ផ្ដេកហើយមួយទៀតបងតោះនេះតាក់ទងជាមួយនឹងភ្លើងចង្កៀងគឺរេតាមចង្កូតបាទភ្លើងអូតូមួយទៀតបងទាំងគ្នាការ design ផ្នែកខាងមុខគឺស្អាតហើយមួយទៀតមានជាមួយនឹងបាទ sensor រហូតដល់4គ្រាប់ផ្នែកខាងមុខ4ក៏ដូចជាផ្នែកខាងក្រោយ4គ្រាប់ហើយរថយន្តនេះផ្ទាល់បាទក៏បានបំពាក់ជាមួយនឹងកាមេរ៉ា360ដូចគ្នាបាទគឺនៅខាងក្រោមជាមួយនឹង logo ផ្ទាល់តែម្ដងអញ្ចឹងកាមេរ៉ាមកជុំវិញរថយន្តណាបងទាំងគ្នាហើយមួយទៀតបងទាំងគ្នាសម្រាប់ Mazda CX-5 ក៏បានបំពាក់ជាមួយនឹងម៉ាស៊ីន 2.0 លីត្របាទជាប្រភេទម៉ាស៊ីន Sky ATG បាទដែលជួយសន្សំចៃខ្ពស់ធន់ក្នុងការប្រើប្រាស់មែនទែនបាទអូខេអញ្ចឹងសម្រាប់ផ្នែកខាងមុខគឺខ្ញុំមានប៉ុណ្ណឹងបាទសម្រាប់ផ្នែកខាងចំហៀងយើងមើលបានជាមួយនឹងប្រភេទយ៉ានកង់ប្រភេទអាលុយមីញ៉ូមទំហំ19អ៊ីងបាទអញ្ចឹងអាចបើកបរទៅលើស្ថានភាពផ្លូវសឹងតែគ្រប់ស្ថានភាពផ្លូវណាបងប្អូនទាំងគ្នាអូខេបាទហើយតកតងជាមួយនឹងត្រឡោកកញ្ចក់បាទមានជាមួយនឹងកាមេរ៉ា 360ដែលដូចបានតែបញ្ជាក់ពីមុខអញ្ចឹងបាទហើយក៏មានជាមួយនឹងសញ្ញោបដិញបាទ LED មកជួរតែម្ដងនៅលើត្រឡោកកញ្ចក់ផ្ទាល់ណាបងប្អូនទាំងគ្នាអូខេឥឡូវយើងមកមើលជាមួយនឹងផ្នែកខាងក្នុងម្ដងវ៉ាវការ design ផ្នែកខាងក្នុងបងប្អូនទាំងគ្នាគឺពណ៌ខ្មៅបាទអញ្ចឹងសម្រាប់បងដែលស្រឡាញ់ពណ៌ខ្មៅគឺសម្រាប់ Mazda CX-5 គឺស្អាតមែនទែនបាទគឺមើលមកការ design មកគេ clean បាទសាមញ្ញតែតាក់ទាញភ្នែកមែនទែនបាទអូខេឥឡូវតកតងមួយនឹងកៅអីរបស់យើងជាប្រភេទកៅអីអូតូបាទប្រភេទកៅអីស្បែកទេណាបងប្អូនទាំងគ្នាអូខេឥឡូវយើងចូលខាងក្នុងបាទខាងក្នុងមានជាមួយនឹងដៃកូតប្រភេទ electric បាទអមមកជាមួយនឹងស្បែកហើយក៏មានជាមួយនឹងមុខងារជាច្រើននៅនឹងផ្ទាល់បាទលើកដាក់ទូរស័ព្ទបាទ voice comment អីគឺនៅលើនឹងផ្ទាល់តែម្ដងណាបងប្អូនទាំងគ្នាអូបងប្អូនទាំងគ្នាអ្វីដែលពិសេសនេះសម្រាប់រថយន្តបាទ Mazda CX-5 មានជាមួយនឹង pedal shift ដែលយើងអាចថែមថយលេខបាននៅលើដៃកូតផ្ទាល់បានបាទហើយ screen counter គេការ design មកស្អាតមែនទែនក៏មានជាមួយនឹង head up display ដូចគ្នាបងប្អូនទាំងគ្នាគឺ counter ដែលបង្ហាញនៅលើកញ្ចក់ណាអញ្ចឹងគឺពិសេសមែនទែនបាទសម្រាប់ Mazda CX-5 បាទអូ screen មកគេលយមែនទែនបងប្អូនទាំងគ្នាបាទហើយសម្រាប់ screen កំសាន្តនេះគឺមានជាមួយនឹងប្រព័ន្ធ Android Auto និង Apple CarPlay ណាដែលយើងអាច connect ជាមួយនឹងទូរស័ព្ទរបស់យើងផ្ទាល់បានស្ដាប់បទចម្រៀងក៏ដូចជាបាទដាក់មើល Google Map បានណាបងប្អូនទាំងគ្នាចង់ជាប់មាត់អញ្ចឹងសម្រាប់ផ្នែកខាងក្រោមបាទគឺមានជាមួយនឹងប៊ូតុង Start Stop មានជាមួយនឹងម៉ាស៊ីនត្រជាក់ប្រភេទ LCD យើងអាចសេរីខាងឆ្វេងខាងស្ដាំបានបាទឌូសូមផ្សេងគ្នាណាបងប្អូនទាំងគ្នាហើយក៏មានជាមួយនឹង wireless charge ដូចគ្នាបាទសាកថ្មអត់ខ្សែបាទប្រអប់លេខ6វគ្គអូតូ6វគ្គលេខដៃបាទហើយក៏មានជាមួយនឹង Drive Mode បាទ Normal និង Sport Mode ផងដែរខាងនេះមានជាមួយនឹងប៊ូតុងបាទសេរី screen កំសាន្តក៏ដូចជាបាទខាងណាមានជាមួយនឹងប្រាំងដៃ electric auto holdចឹងសម្រាប់រថយន្តនេះតួបងបងទាំងអស់គ្នាបាទគឺមានជាមួយនឹង function ជាច្រើនបាទខាងនេះមានជាមួយនឹង view camera ក៏ដូចជាការបើកគូខាងក្រោយណាអូខេសម្រាប់ផ្នែកខាងក្រោយបាទចឹងសម្រាប់កៅអីគឺ5កៅអីបងទាំងគ្នាគឺសរុបចូលគ្នា5កៅអីហើយតេតងមួយនឹងផ្នែកខាងក្រោយមានជាមួយនឹងម៉ាស៊ីនត្រជាក់ក្រោយដូចគ្នាបាទការ design មកស្អាតមែនទែនណាអូខេដូចតែខ្ញុំបានបញ្ជាក់អញ្ចឹងបងទាំងគ្នា Mazda CX-5 គឺ stock មានអត់ច្រើនទេបាទគឺលក់ដាច់មែនទែនអូខេបាទបើគូតក្រៅអូតូយើងចង់បើកនៅលើបាទជាមួយនឹង smart key ក៏បាននៅខាងមុខផ្នែកតកង់ក៏បានឬក៏យើងមកបើកផ្ទាល់ក៏បានដែរបងប្អូនទាំងគ្នាហើយក៏មានជាមួយនឹងបាទកង់សកួរមកផ្លប់នៅផ្នែកខាងក្រោយអូខេបងប្អូនទាំងគ្នាបាទផ្នែកខាងក្រោយធំទូលាយអាចដាក់អវ៉ាន់បានច្រើនអញ្ចឹងសម្រាប់ផ្នែកខាងក្រោយខ្ញុំមានប៉ុណ្្នឹងបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់ Mazda CX-5 បងគឺរស់រានឡើងបាទមកមុនបានមុនបងប្អូនទាំងនេះ stock អត់មានច្រើនទេដូចខ្ញុំបញ្ជាក់អញ្ចឹងហើយបាទនេះ Sky ATG បាទម៉ាស៊ីនរបស់វាណាបងប្អូនទាំងនេះអូខេអញ្ចឹងសម្រាប់ Mazda CX-5 បងមកមុនបានមុនតោះរស់រានឡើងហើយតកតងជាមួយនឹងតម្លៃបងប្អូនទាំងនេះគឺតម្លៃត្រឹមតែ $42,999 បាទគឺតម្លៃពិសេសមែនទែនហើយយើងមានជាមួយនឹងបាទរំលោះទៀតបាទធនាគារដីគូសហការមានជាមួយនឹងការប្រាក់ទាបក៏ដូចជាឯកសារងាយតោះបងប្អូនទាំងនេះព័ត៌មានអំបត្តិបងប្អូនទាំងនេះអាចតាក់ទងមកខ្ញុំបានសីហាជាទីប្រឹក្សាផ្នែកលក់បាទដែលមានលេខទូរស័ព្ទក៏ដូចជា link Telegram គឺនៅខាងលើអរគុណច្រើនជំរាបលាបងប្អូនទាំងនេះបាទជួបគ្នាវីដេអូក្រោយហេង